សម្ដេចក្រឡាហោមសខេងអញ្ជើញជាធិបតីក្នុងវិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី2ខ្នងនៅវិទ្យាល័យនេតយ៉ុងក្រុងបាត់ដំបងសម្ដេចក្រឡាហោមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាជមណ្ឌលបាត់ដំបងបានអញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវិធីក្រុងពាលីបើកសាងសង់អគារសិក្សាថ្មី2ខ្នងកម្ពស់4ជាន់មាន36បន្ទប់នៅក្នុងបរិវេណវិទ្យាល័យនេតយ៉ុងស្ថិតនៅព្រែកព្រះស្ដេចសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងខេត្តបាត់ដំបងដែលដឹកនាំសាងសង់ដោយសម្ដេចក្រឡាហោមសខេងអញ្ជើញមានប្រសាសន៍នាយឱកាសដ៏ថ្លៃថ្លានោះសម្ដេចបានថ្លែងអរគុណចំពោះរដ្ឋបាលខេត្តលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យសិស្សានុសិស្សទាំងអស់នៅក្នុងបរិវេណវិទ្យាល័យនេតយ៉ុងបានគាំទ្រជួយសម្រួលអនុញ្ញាតឲ្យយើងបានរៀបចំនៅការកសាងអគារនេះសម្ដេចបានស្នើឲ្យក្រុមហ៊ុនសាងសង់ពិនិត្យគុណភាពសំណង់ជាចម្បងរៀបចំតាមស្តង់ដារច្បាស់លាស់និយាយជារួមសូមយកចិត្តទុកដាក់លើគុណភាពសម្ដេចក៏បានស្នើសូមឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សចូលរួមថែរក្សាអនាម័យនៅក្នុងសាលាទាំងអស់គ្នាសម្ដេចបានបន្ថែមទៀតថាបន្ទាប់អគារសាងសង់រួចនោះសម្ដេចនឹងស្នើសូមឲ្យសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីអញ្ជើញជាធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់សម្ដេចក្រឡាហោមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាជមណ្ឌលបាត់ដំបងសង្ឃឹមជឿជាក់ថាអស់លោកស្រីទាំងអស់នឹងចូលរួមគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបានហើយក៏សូមឲ្យលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនាយករងថ្នាក់ដឹកនាំសាលានិងមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងមេត្តាចូលរួមគាំទ្រដើម្បីអភិវឌ្ឍការសាងសង់នៅអគារសិក្សាដែលបានបើកការដ្ឋានថ្ងៃនេះ